Ôi,ចង់ឃើញមុខម្ចាស់ដីដល់ហើយនេះមិនក៏ប្រកែម្លេះដែលឆ្នៃដីព្រៃភ្នំណាប្រែខ្លាចជាកន្លែងកំសាន្តបែបធម្មជាតិគឺមើលមកស្រស់ស្អាតខ្លាំងមែនតើហើយភ្ញៀវដែលធ្លាប់បានទៅលេងហើយគឺអត់ដែលរំលងទេគឺតែងតែទៅហើយក៏ចង់ទៅទៀតហើយការដែលគាត់ឆ្នៃនេះមិនមែនកែប្រែទាំងស្រុងនោះទេក៏គាត់តែកែឆ្នៃតិចតិចដែលអមជាមួយនឹងធម្មជាតិដែលមានស្រាប់នឹងឯងដែលកន្លែងគាត់មានឈ្មោះថាផ្ទះដង្ខៅបោះតង់ពយតាជាដែលកន្លែងគាត់នឹងមានដូចជាកន្លែងញ៉ាំអីកន្លែងស្នាក់នៅមានទាំងបោះតង់ហើយមានគ្រប់សពតែម្ដងហើយបាននិយាយពីបរិយាកាសវិញណាបែបធម្មជាតិព្រៃភ្នំគឺស័ក្តិសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តបោះតង់ប៉ុន្តែអត់ចង់ចំណាយពេលឡើងភ្នំយូរអីគឺកន្លែងគាត់នេះគឺត្រូវម៉ាច់តែម្ដងហើយនៅឆ្ងាយពីក្រុងទៀតគឺនៅខេត្តកំពង់ឆ្នាំងយើងនេះឯងហើយបើមកចង់ពេលរដូវវស្សាចេះទៀតណាខ្យល់ត្រជាក់អមជាមួយនឹងទឹកភ្លៀងធ្លាក់គឺអែមខ្លាំងណាស់ហើយអ្វីដែលកាន់តែពិសេសនោះគឺទឹកធ្លាក់ដែលហូរចេញមកពីរមណីយដ្ឋានថ្មក្រាផ្ទាល់នឹងតែម្ដងដែលហូរកាត់ភ្នំធ្លាក់មកដល់កន្លែងគាត់នេះដោយបងប្អូនបានឃើញអញ្ចឹងពិតជាស្រស់ស្អាតមែនតើហើយខ្ញុំចាប់អារម្មណ៍ត្រង់កន្លែងដែលគាត់មានអនុវល់ទឹកបែបម្ចាស់ណាមើលមកគឺប្លែកភ្នែកតែម្ដងហើយបើបងប្អូនបានមកលេងមិនបាច់ព្រួយបារម្ភរឿងម្ហូបអាហារអីទេគឺកន្លែងគាត់មានធ្វើឲ្យតែម្ដងចង់កំងអីគឺគាត់ធ្វើឲ្យបានហើយបើទៅកន្លែងចឹងអីណាកុំភ្លេចជាមួយនឹង Cambodia Line ដែលមានរូបរាងស្អាតទាន់សម័យហើយរសជាតិស្រាលស្រទន់ឆ្ងាញ់និងមានជាតិអាល់កុលត្រឹមតែ 4% តែប៉ុណ្ណោះសម្រាប់ Cambodia Line នេះគេប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Ultra Filter ដែលធានាបាននូវក្លិននិងរសជាតិស្រស់សម្រាប់បាននៅកម្រិតជាតិអាល់កុលតិចត្រឹមតែ 4% តែប៉ុណ្ណោះហើយសម្រាប់ថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃសៅរ៍អាទិត្យអីណាបើសិនជាបងប្អូនមានកម្រងចង់ទៅលេងបែបធម្មជាតិបែបព្រៃភ្នំញ៉ាំអីមើលទេសភាពគយគន់ជាមួយនឹងភ្នំមានទឹកហូរកាត់អីនេះគឺស័ក្តិសមមែនតើនៅផ្ទះដង្ខៅបោះតង់ពួរតែជាមួយនេះហើយអ្វីដែលកាន់តែពិសេសណាភាគច្រើនធ្លាប់តែបានញ៉ាំអីនៅតាមកញ្ចុះធម្មតាប៉ុន្តែកន្លែងគាត់នេះពិសេសមែនតើត្រង់ថាគាត់មានរៀបចំជាតុអង្គុយញ៉ាំនៅលើអាមាត់ទឹកដែលហូរកាត់នេះណាគឺមើលមកមានអារម្មណ៍ប្លែកភ្នែកមែនតើដែលបរិយាកាសបែបនេះណាហើយបើចំពោះម្ហូបវិញគាត់មានច្រើនមុខមែនតើម្ហូបតំបន់ម្ហូបប្រចាំហាងគាត់អីចឹងទៅហើយម្ហូបសម្បូរបែបណាគាត់ចង់ដុតមាន់ក៏បានធ្វើសម្លឆាគ្រឿងប្រហុកចំហុយប្រហុកអង្ក្រងអីហ្នឹងអូគឺច្រើនមុខណាស់ហើយបើបងប្អូនចង់មកលេងកម្សាន្តប៉ុន្តែអត់ចង់កំងម្ហូបអីបងប្អូនគ្រាន់តែកំងភេសជ្ជៈមួយកែវអីក៏បងប្អូនអាចចូលអង្គុយលេងបាននៅកន្លែងគាត់ដែរអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកលេងកម្សាន្តនៅកន្លែងគាត់អីអាចមកបានដែលទីតាំងរបស់គាត់ស្ថិតនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងហើយកន្លែងគាត់នេះបើកចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 10 យប់អញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅវីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត